ទីតាំងដីផ្លូវនេះពីមុនមកជាបន្លាយដល់ទឹកឥឡូវនេះយើងប្រែក្លាយពីបន្លាយឲ្យទៅជាផ្លូវដើម្បីឲ្យជាពលរដ្ឋយើងបានធ្វើដំណើរតាមនោះព្រោះកន្លែងតំបន់យើងវែងស្រេងទីតាំងនេះវាស្ទះអញ្ចឹងវាទីតាំងមួយដែលវាឆ្អឹងយានីរបស់ផ្លូវវែងស្រេងឲ្យទៅផ្លូវចំចៅនេះបានរំលោះចរាចរណ៍បានមួយចំនួនដែរដើម្បីចាក់ពីវែងស្រេងនេះទៅចេញពីតាពាំងឡើងទៅភូមិតាពាំងជ័យទៅទូបរោនឹងឡើងទៅផ្លូវ60 ម៉ែត្រយើងភូមិបន្ទល់ជាមួយខណ្ឌបៃសខណ្ឌតកោបាទ យើងនេះផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់បើយើងគិតពីរឿងវាយលបងវាតែ240 ម៉ែត្រទេប៉ុន្តែបើយើងគិតពីចម្ងាយដែលត្រូវបើកទៅ2គីឡូដីជាងចាប់ផ្ដើមពីផ្លូវចោមចៅហ្នឹងផ្លូវចោមចៅយើងគឺហៅថាបលាយផ្លូវវែងស្រេងរហូតដល់បលាយទូបរោរហូតដល់បលាយទូបរោទី2ទី1ទី2ដែលមានចម្ងាយប្រហែលជា2គីឡូជាង2គីឡូដីដើម្បីភ្ជាប់ទៅហើយដោះទៅបានល្អទាំងអស់ចឹងយើងភ្ជាប់គ្នាបានមកខ្សែវែងព្រោះយើងមានអីតែឥឡូវកំណើនប្រជាពលរដ្ឋកាន់តែកើនហើយយានយន្តយើងក៏កាន់តែច្រើនអញ្ចឹងដល់យើងជួយទាំងអស់គ្នាម្ដាយមួយជើងគេថាម្ដាយមួយជើងហ្នឹងដើម្បីបើកផ្លូវឲ្យបានធំហើយយើងធ្វើសង្គមថាជឿជាក់ថាប្រជាពលរដ្ឋនឹងចាប់ផ្ដើមបានផ្លូវនេះដើរទាំងអស់គ្នាក្នុងរបៀបពីឆាប់នេះគ្រាន់តែមើលសម្រាមគាត់ទៅឃើញសម្រាមឲ្យឃើញនេះដឹងស្រាប់វាបាត់យូរឆ្នាំមកហើយបាត់យូរហើយពីមុនពី79មកកន្លែងបលាយឥឡូវចេញពីបលាយមានផ្លូវឥឡូវទៅជាផ្លូវអាហ្នឹងស្រុកណាដូចស្រុកណាអភិវឌ្ឍពីបលាយពីអីហ្នឹងយើងដាក់លូដៃបានផ្លូវខ្សែធំទៀតកំណែប្រជាពលរដ្ឋវាច្រើនណាស់យើងដឹងស្រាប់ហើយផ្លូវចោមចៅយើងនេះពេលល្ងាចឡើងស្ទះហើយបើថ្ងៃបុណ្យថ្ងៃទៀនវិញអស់ហើយអញ្ចឹងយើងបានផ្លូវដើម្បីជួយរំដោះផ្លូវទូបរោមកផ្លូវសាតាពាំងខ្លងផ្លូវលេខ19ដែលគេផ្លូវដល់19អញ្ចឹងវាទៅមកវាមុខលាយត្រង់ភ្លៀងទៅចេញនៅខណ្ឌតកោដូចលោកចៅសកាត់រងមិនលោកមានភាសាមិនទៅធ្លាយដល់ខណ្ឌតកោចម្ងាយ2គីឡូជាងដីហ្នឹងទៅធ្វើទៅទាំងអស់ឥឡូវយើងពិបាកតែផ្លូវតែ240 ម៉ែត្រទេចាប់ផ្ដើម240 ម៉ែត្រទៅយើងខំជំនះហ្នឹងទៅមើលសម្រាប់មើលអីទៅមុនដំបូងជិះថ្មជិះអីតិចតួចសូមបងប្អូនប្រជាពលរដ្ឋកុំខឹងកុំខ្នក់ចិត្តចូលរួមសិនយើងចូលរួមសិនហើយថ្ងៃនេះក៏ជួយមុខឲ្យប្រជាពលរដ្ឋទាំងអស់គួរថ្លែងអំណរគុណទៅដល់លោកនាយកសាលាវណ្ដាលោកនាយកសាលាគូកជាន់ហើយនឹងពេលប្រធានរោងចក្រមិញប្រធានរោងចក្រម្ចាស់រោងចក្រហ្នឹងហើយនឹងប្រជាពលរដ្ឋទាំងអស់នៅតាពាំងខ្លងចោមចៅមួយយើងនេះសូមថ្លែងអំណរគុណទាំង